សួស្តីអ្នកនរគ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះដែរគឺយើងមានរឿងថ្មីសម្រាប់យកមកអ្នកនរគ្នាទស្សនាដែលរឿងនេះដែរមានចំណងជើងថា extinction ដូច្នេះបើសិនជាចង់ដឹងថាសាច់រឿងមួយនេះល្អមួយយ៉ាងណានោះតោះយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចចុច subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតកាត់ចូលសាច់រឿងដំបូងរបស់យើងគឺបង្ហាញអំពីក្រុមមនុស្សមួយវងកំពុងតែធ្វើដំណើរតាមផ្លូវប៉ុន្តែភ្លាមៗនោះក៏មានពន្លឺអ្វីមួយយ៉ាងហោះចេញមកពីខាងលើហើយវាបញ្ចេញពន្លឺជាខ្លាំងហើយភ្លាមៗនោះពន្លឺនោះក៏បានបាញ់សម្លាប់មនុស្សដែលបានធ្វើដំណើរតាមដងផ្លូវនោះឲ្យស្លាប់អស់ជាច្រើនអ្នកហើយវាក៏បានបាញ់កំទេចអគារមួយដែលនៅជិតនោះផងដែរហើយរឿងទាំងអស់នេះវាគ្រាន់តែជាការយល់សប្តិរបស់បុរសម្នាក់តែប៉ុណ្ណោះហើយបុរសម្នាក់នេះគឺជាតួឯកនៅក្នុងរឿងរបស់យើងនឹងឯងដែលគាត់មានឈ្មោះថា Peterចំណែកប្រពន្ធរបស់គាត់វិញមានឈ្មោះថា Alice ហើយប្រពន្ធរបស់គាត់កំពុងតែគេងនៅចិត្តគាត់នឹងឯងចំណែកប្រពន្ធរបស់គាត់វិញគឺមិនមានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពរបស់ Peter នោះទេដោយសារតែ Peter របស់យើងតែងតែមានការយល់សប្តិអាក្រក់នឹងជារៀងរាល់ថ្ងៃតែម្ដងដូច្នេះហើយនាងស៊ាំជាមួយនឹងសកម្មភាពទាំងអស់នេះបាត់ទៅហើយព្រឹកឡើងបានមកដល់សាច់រឿងក៏បង្ហាញឲ្យយើងឃើញតួអង្គថ្មីម្នាក់ទៀតដែលគាត់គឺជាកូនស្រីរបស់ Peter ហើយនិង Alice នឹងឯងដែលនាងមានឈ្មោះថា Lucy ដែលជាកូនស្រីពៅរបស់ពួកគេទាំងពីរនាក់ចំណែកកូនម្នាក់ទៀតរបស់ពួកគេគឺជាកូនច្បងនឹងនាងមានឈ្មោះថា Hannah ហើយចំពោះ Hannah វិញគឺនាងមិនសូវចូលចិត្តទៅលើ Peter ដែលជាឪពុកនោះទេដោយសារតែ Peter នឹងគឺតែងតែទៅធ្វើការហើយទុកពួកគេចោលនៅផ្ទះជានិច្ចចំពោះ Peter វិញក៏បានព្យាយាមលួងលោមទៅកាន់កូនស្រីផងដែរប៉ុន្តែដោយសារតែកូនស្រីមិនបើកចិត្តក្នុងការនិយាយជាមួយ Peter ហ្នឹង Peter ក៏បានបន្តធ្វើដំណើរទៅធ្វើការដូចរាល់ដងនឹងឯងហើយការងាររបស់ Peter របស់យើងហ្នឹងគឺគាត់គឺជាជាងមេកានិកមួយនៅក្នុងរោងចក្រមួយដែលជិតផ្ទះរបស់ពួកគេផងដែរហើយចំពោះ Peter របស់យើងវិញអាការៈដែលគាត់ធ្វើការស្រមើស្រមៃក៏ដូចជាយកសពអាក្រក់ហ្នឹងគឺវាមិនត្រឹមតែវាកាត់ឡើងនៅពេលដែលគាត់គេងនោះទេសូម្បីតែគាត់កំពុងតែធ្វើការនេះគាត់ក៏សមត្ថសម័យចំពោះហេតុការណ៍ដែលបានកាត់ឡើងលើគាត់ហើយគាត់ក៏មិនដឹងដែរថាតើមានរឿងអ្វីចំពោះគាត់នោះទេប៉ុន្តែភ្លាមៗនោះគាត់ស្រាប់តែម៉ាស៊ីនមួយដែលភ្ជាប់ជាមួយនឹងកុំព្យូទ័ររបស់គាត់នោះវាក៏បានឆេះ error ដែលធ្វើឲ្យមេរបស់គាត់ម្នាក់ដែលស្ថិតនៅតំបន់នោះបានមកមើលគាត់ផងដែរហើយបរិសម្នាក់នេះគឺគាត់មានឈ្មោះថា David គឺជាមិត្តរួមការងារនិងជាមេរបស់ Peter របស់យើងនឹងឯងហើយភ្លាមនោះDavid ក៏បានណែនាំឲ្យ Peter របស់យើងនឹងទៅជួបជាមួយនឹងលោកគ្រូពេទ្យខាងចិត្តសាស្ត្រដើម្បីឲ្យមើលពីអាការៈដែល Peter បានជួបប្រទះនេះឯងប៉ុន្តែចំពោះ Peter របស់យើងវិញគាត់ក៏បានតវ៉ាចំពោះសំណើមួយនេះផងដែរដោយសារតែគាត់បានប្រាប់ថាវាគ្រាន់តែជាកំហុសរបស់គាត់តិចតួចតែប៉ុណ្ណោះដូច្នេះហើយវាមិនដល់ថ្នាក់តម្រូវឲ្យគាត់នឹងទៅជួបដុកទ័រឬក៏ទៅអីនោះទេចំណែក David ក៏បានធ្វើការចាក់ចេញពីទីនោះបាត់ទៅកាត់មក Alice ដែលជាប្រពន្ធរបស់ Peter វិញនាងក៏មានការងារផ្ទាល់ខ្លួនរបស់នាងផងដែរតែនាងគឺជាភ្នាក់ងារលក់នៅក្នុងអាផាតមិនមួយហើយភ្លាមនោះមេរបស់នាងក៏ស្នើឲ្យនាងទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងគាត់ប៉ុន្តែចំពោះ Alice វិញនាងក៏បានបដិសេធព្រោះថាថ្ងៃនេះគឺជាថ្ងៃពិសេសរបស់កូនរបស់នាងដូច្នេះហើយនាងត្រូវប្រញាប់ទៅផ្ទះដើម្បីមានពិធីជប់លៀងជាមួយនឹងក្រុមគ្រួសាររបស់នាងនោះឯងចំណែកមេរបស់នាងក៏មិនបានហាមឃាត់អ្វីច្រើនដែរក៏បានយល់ព្រមជាមួយនឹងនាងបាត់ទៅចំណែក Peter របស់យើងវិញនៅពេលដែលគាត់ធ្វើការឲ្យអស់ហ្នឹងបំរុងនឹងដើរចេញមកផ្ទះហ្នឹងគាត់ក៏បានជួបប្រទះនឹងភ្លើងអំពូលមួយដែលនៅកន្លែងធ្វើការរបស់គាត់នោះឯងហើយភ្លើងអំពូលនេះហើយដែលធ្វើឲ្យគាត់ហ្នឹងចាប់ដើមសម័យអំពីការយកសពរបស់គាត់ជាថ្មីទៀតហើយការយកសពរបស់គាត់នេះគឺតែងតែយកសពបែបនេះជារៀងរហូតតែម្ដងដែលវាដូចជាមានអត្តកម្បាំងអ្វីមួយយ៉ាងស្ថិតនៅពីក្រោយការយកសពរបស់គាត់នឹងឯងហើយដោយសារតែគាត់យកសពយូរពេកហ្នឹងក៏ធ្វើឲ្យគាត់នឹងងើបមកយឺតពេលវេលាដែលតម្រូវឲ្យគាត់នឹងត្រូវទៅផ្ទះលឿនដោយសារតែថ្ងៃនេះមានកម្មវិធីសម្រាប់កូនស្រីរបស់គាត់នឹងឯងហើយនៅពេលដែលគាត់ធ្វើដំណើរមកតាមផ្លូវហ្នឹងគាត់ក៏ប្រទះឃើញភ្លើងចម្លាយអ្វីមួយយ៉ាងនៅខាងលើមេឃហ្មងដែរប៉ុន្តែចំពោះមនុស្សផ្សេងទៀតដែលបានធ្វើដំណើរនៅទីនោះគឺគេមិនចាប់អារម្មណ៍ចំពោះភ្លើងមនុស្សនោះទេហើយដោយសារតែបែបនេះហើយទើប Peter របស់យើងក៏បានដាច់ចិត្តទិញ telescope មួយយកមកផ្ទះតែម្ដងដើម្បីទុកមើលទៅលើមេឃអំពីសកម្មភាពនិងពន្លឺផ្សេងៗដែលគាត់បានប្រទះឃើញផ្សេងៗនោះឯងហើយនៅពេលដែលគាត់មកដល់ផ្ទះហ្នឹងគឺប្រពន្ធរបស់គាត់ដែលជា Alice ហ្នឹងគឺមិនព្រមនិយាយជាមួយគាត់នោះទេដោយសារតែនាងខឹងអំពីគាត់ដោយសារតែគាត់បានមកផ្ទះយឺតហើយនៅពេលដែល Peter របស់យើងព្យាយាមបញ្យល់អំពីអាការៈរបស់គាត់ហើយគាត់មូលហេតុដែលគាត់មកផ្ទះយឺតនោះដោយសារតែគាត់បានសន្លប់ហើយគាត់យកសពអ្វីប្លែកៗហ្នឹងចំពោះ Alice របស់យើងគាត់ក៏បាននិយាយដដែលដែរដោយសារតែ Alice បានដេញ Peter របស់យើងហ្នឹងឲ្យទៅជួបជាមួយនឹងពេទ្យខាងចិត្តសាស្ត្រហ្នឹងដើម្បីព្យាបាលជំងឺរបស់គាត់ហ្នឹងជាយូរណាស់មកហើយប៉ុន្តែ Peter របស់យើងទេដែលមិនព្រមទៅព្យាបាលនោះឯងហើយកាត់មកមើលការយកសពរបស់ Peter របស់យើងជាថ្មីពេលនេះគឺគាត់បានប្រទះឃើញកូនស្រីរបស់គាត់ដែលជា Lucy ហើយនិង Hannah ហ្នឹងកំពុងតែយំហើយអោបសាកសពអ្នកណាម្នាក់ដែលគាត់មិនដឹងនោះទេហើយភ្លាមៗនោះគាត់ក៏បានភ្ញាក់មកពីដំណេកម្ដងទៀតហើយដោយសារតែជួប
បញ្ហាទាំងអស់នេះដដែលនឹងហើយគាត់ក៏សម្រេចចិត្តមកជួបជាមួយនឹងពេទ្យខាងផ្លូវចិត្តសាស្ត្រនោះដើម្បីដោះស្រាយបញ្ហាដែលគាត់បានជួបនោះឯងប៉ុន្តែនៅពេលដែលគាត់កំពុងអង្គុយនោះគាត់ក៏បានជួបជាមួយនឹងបុរសម្នាក់ទៀតផងដែរហើយនៅពេលដែលបុរសម្នាក់នោះឃើញគាត់នឹងបុរសម្នាក់នោះក៏បាននិយាយអំពីការយល់សប្តិរបស់គាត់នឹងហើយការយល់សប្តិរបស់គាត់គឺដូចគ្នាជាមួយនឹង Peter មែនតើដែលនេះមានន័យថាមិនមែនមានតែគាត់ទេដែលឃើញសកម្មភាពនៃការបាញ់សម្លាប់ប្រជាជននៅតាមដងផ្លូវហើយនឹងមានពលិអ្វីប្លែកៗចុះមកពីខាងលើនោះឯងហើយមានមនុស្សផ្សេងទៀតយល់សប្តិដូចគាត់ផងដែរដែលនេះហើយធ្វើឲ្យគាត់នឹងចាប់តាមដូរការគិតរបស់គាត់ដោយសារតែគាត់បានគិតថានេះមិនមែនត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះទេតែវាអាចជាការពិតដែលបានកើតឡើងឬក៏ជាអនាគតកាលដែលមិនទាន់បានកើតឡើងនោះឯងហើយដោយសារតែរឿងនេះហើយក៏ធ្វើឲ្យ Peter របស់យើងនឹងគាត់មិនព្រមជួបជាមួយនឹងពេទ្យចិត្តសាស្ត្រនោះទេគាត់ក៏បានធ្វើការចាក់ចេញពីទីនោះបាត់ទៅហើយនៅពេលដែលមកដល់ផ្ទះនៅពេលដែលគាត់ប្រាប់រឿងទាំងអស់នេះទៅកាន់ប្រពន្ធរបស់គាត់នោះប្រពន្ធរបស់គាត់ក៏ចាប់ដើមខឹងទៅលើគាត់សារជាថ្មីម្ដងទៀតដែលមិនព្រមជួបជាមួយនឹងពេទ្យចិត្តសាស្ត្រហើយល្ងាចឡើងមកដល់គឺជាពេលវេលាដែលផ្ទះរបស់ពួកគេមានកម្មវិធីជប់លៀងផងដែរប៉ុន្តែចំពោះ Peter របស់យើងវិញគាត់មិនសប្បាយចិត្តជាមួយនឹងកម្មវិធីជប់លៀងនោះទេដោយសារតែគាត់នៅតែគិតអំពីការយល់សប្តិរបស់គាត់នោះឯងតែធ្វើឲ្យគាត់ចេញមកមើល telescope របស់គាត់មើលទៅកាន់លើមេឃអំពីពន្លឺផ្កាយផ្សេងហើយភ្លាមនោះក៏មានបុរសម្នាក់តែគាត់គឺជាអ្នកចិត្តខាងរបស់ Peter របស់យើងគាត់ចេញមកនិយាយជាមួយនឹង Peter របស់យើងផងដែរហើយនៅពេលដែលពួកគេនិយាយបានមួយសន្ទុះហ្នឹងក៏ស្រាប់តែមានពលឺអ្វីចម្លែកនៅខាងលើមេឃហើយក៏មានយានចំនួន4ធ្លាក់មកផងដែរដែលយានមួយហ្នឹងយើងមើលទៅវាដូចជាយានរបស់ពួក alien អញ្ចឹងហើយភ្លាមនោះយានមួយនោះវាក៏បានហោះទៅបុកជាមួយនឹងអាគារមួយដែលបង្កឲ្យមានការផ្ទុះជាខ្លាំងផងដែរហើយចំហាយនៃការផ្ទុះនេះក៏ធ្វើឲ្យផ្ទះរបស់ Peter របស់យើងជាមួយនឹងអ្នកជិតខាងរបស់គាត់នេះបានរងការខូចខាតជាខ្លាំងផងដែរហើយនៅពេលដែលពួកគេបានក្រោកឡើងមកមើលម្ដងទៀតហ្នឹងក៏ស្រាប់តែឃើញថាមិនមែនត្រឹមមានយានត្រឹមតែ4នោះទេគឺមានយានជាច្រើនបានចុះមកជាបន្តបន្ទាប់បន្ថែមទៀតដែលយានទាំងអស់នេះគឺសិតតែជាយានរបស់ពួក alien តែវានឹងបើកការវាយប្រហារមកកាន់សំណាក់មនុស្សដែលរស់នៅលើភពផែនដីនេះឯងហើយដោយសារតែឃើញបែបនេះហើយទើប Peter ហើយនឹង Alice ជាមួយនឹងអ្នកជិតខាងរបស់គាត់នឹងព្យាយាមទៅរកកូនពួកគេទាំងអស់គ្នាដើម្បីធ្វើការចាក់ចេញពីអាគារមួយនេះដើម្បីរកទីទួលមានកន្លែងសុវត្ថិភាពប៉ុន្តែនៅពេលដែលទៅរកកូនស្រីរបស់ខ្លួននឹង Peter ក៏មិនបានឃើញ Hannah នោះទេឃើញត្រឹមតែ Lucy កំពុងតែអង្គុយក្រោមតុតែប៉ុណ្ណោះហើយបន្ទាប់ពីរកបានមួយសន្ទុះហ្នឹងក៏ពួកគេបានរកឃើញ Hannah ហើយនឹងកូនស្រីរបស់អ្នកជិតខាងគាត់ហ្នឹងគឺជាប់នៅក្នុងចណ្ដាលយន្តមួយនៅខាងក្រោមនោះឯងបន្ទាប់ពីជួយសង្គ្រោះពួកគេទាំងពីរនាក់ឡើងមកលើកហើយតើរបស់យើងក៏ត្រឡប់មកជួបជាមួយនឹង Alice វិញដើម្បីនាំយក Alice ហើយនឹង Lucy ចាក់ចេញពីទីនោះឡើងទៅលើខាងផ្នែកដំបូលដើម្បីសុំជំនួយពីខាងរាជរដ្ឋាភិបាលតែបំរុងនឹងចាក់ចេញទៅហើយហ្នឹងក៏ស្រាប់តែមាន alien មួយបានរត់មកដល់នៅខាងមុខបន្ទប់ដែលពួកគេធ្វើការលាក់ខ្លួននេះហើយនៅពេលដែលពួកគេកំពុងតែព្យាយាមទប់អាទ្វារកុំឲ្យ alien នឹងចូលមកខាងក្នុងហ្នឹងកូនស្រីរបស់ Peter និង Alice ហ្នឹងដែលជា Lucy ហ្នឹងក៏បានធ្វើការចាក់ចេញពីក្នុងបន្ទប់លាក់ខ្លួននោះចាក់ចេញទៅខាងក្រៅដើម្បីយកកូនតុក្កតាមួយនៅខាងក្រោមតុនោះឯងហើយភ្លាមនោះនាងក៏បានជួបជាមួយនឹង alien ម្នាក់ដែលបានចូលមកដល់ក្នុងបន្ទប់នេះផងដែរប៉ុន្តែយើងមើលទៅកាន់ alien មួយនេះគឺវាមិនចង់វាប្រហារទៅកាន់សំណាក់ Lucy នោះទេវាចង់លេងជាមួយនឹង Lucy ទៅវិញប៉ុន្តែភ្លាមនោះ Peter ក៏បានមកដល់ហើយបើកការវាប្រហារទៅកាន់សំណាក់ alien មួយនោះធ្វើឲ្យខ្ទាតទៅមកខាងបាត់ទៅហើយដោយសារតែឃើញបែបនេះហើយទើប Alice បានមកជួយ Peter របស់យើងម្នាក់ទៀតដើម្បីវាយឲ្យ alien ម្នាក់នោះសន្លប់នៅទីនោះបាត់ទៅចំណែក Peter របស់យើងក៏គាត់ក៏បានយកអាកាភ្លើងរបស់ alien នោះយកមកទុកប្រើប្រាស់សម្រាប់ខ្លួនគាត់ផងដែរបន្ទាប់ពីនោះពួកគេទាំង4នាក់ក៏បានធ្វើដំណើរទៅលើដំបូលអគារដើម្បីសុំជំនួយពីរាជរដ្ឋាភិបាលប៉ុន្តែនៅពេលដែលគេទៅដល់ហ្នឹងពួកគេក៏បានឃើញប្រជាជនផ្សេងទៀតដែលនៅលើដំបូលអគារកំពុងតែសុំជំនួយពីរាជរដ្ឋាភិបាលផងដែរប៉ុន្តែភ្លាមនោះក៏ស្រាប់តែយានរបស់ alien មួយហ្នឹងបានបាញ់កំទេចពួកគេទាំងអស់គ្នានោះធ្វើឲ្យពួកគេផ្ទុះស្លាប់នៅកន្លែងនោះបាត់អស់ទៅភ្លាមនោះក៏ស្រាប់តែមានយាន alien មួយហ្នឹងបានវាមកដល់ទីនោះដើម្បីឆ្លោះមើលថាទីនោះមានមនុស្សដែរឬអត់ប៉ុន្តែសំណាងល្អពួកគេទាំងអស់គ្នាក៏បានលាក់ខ្លួននៅជាងប្រកាន់ដៃដែលនៅលើដំបូលអគារមួយនោះដែលគេចេញពីការវាយប្រហារពីសំណាក់យានរបស់ alien នោះ
បន្ទាប់ពីនោះពួកគេទាំងអស់គ្នាក៏បានព្យាយាមធ្វើដំណើរចាក់ចេញពីអគារមួយនោះដោយពួកគេប្រើប្រាស់ម៉ាស៊ីនមួយសម្រាប់ធ្វើការជូតកញ្ចក់ដែលជាប់នៅកន្លែងពួកគេធ្វើការលាក់ខ្លួននោះហើយដោយសារតែពួកគេមានគ្នាច្រើនពេកហ្នឹងអាចចម្រឹងដែកនោះគឺវាមិនអាចទប់ទម្ងន់ពួកគេបាននោះទេក៏ធ្វើឲ្យវាចាប់ដើមរបូតម្ដងបន្តិចហើយនឹងបានធ្លាក់ទៅខាងក្រោមប៉ុន្តែជាសំណាងល្អពួកគេទាំងអស់គ្នាក៏បានឡើងទៅជាន់មួយទៀតដែលស្ថិតនៅខាងក្រោមនោះហើយគេចចេញពីការធ្លាក់របស់ចម្រឹងដែកមួយនោះបានដោយជោគជ័យចំពោះ alien មួយដែលត្រូវបាន Peter របស់យើងវាឲ្យសន្លប់នោះពេលនេះវាក៏បានភ្ញាក់ដឹងខ្លួនត្រឡប់មកវិញហើយវាក៏បានបើកមើលនាឡិការបស់វាអំពីកាភ្លើងរបស់វាផងដែរដោយសារតែកាភ្លើងរបស់វានឹងគឺមាន GPS ជាប់នៅក្នុងនោះទៀតចំណែកឯគ្នារបស់តួប្រុសរបស់យើងវិញកំពុងតែពិភាក្សាគ្នាស្រុកហ្នឹងក៏ស្រាប់តែមានគ្រាប់បំផ្ទុះមួយហោះមកបុកទម្លុះហើយសម្លាប់អ្នកចិត្តខាងដែលជាមនុស្សប្រុសនោះឲ្យស្លាប់នៅកន្លែងនោះបាត់ទៅចំណែកឯអ្នកចិត្តខាងដែលជាមនុស្សស្រីហើយនឹងកូនក្មេងនេះក៏ត្រូវបានយានមួយនោះបានបាញ់សម្លាប់ពួកគេទាំងពីរនាក់ឲ្យស្លាប់នៅទីនោះផងដែរតែរឿងនេះហើយធ្វើឲ្យ Peter របស់យើងជាមួយនឹងក្រុមគ្រួសារនោះប្រញាប់រត់ចាក់ចេញពីទីនេះជាបន្ទាន់ហើយនៅពេលដែលពួកគេរត់ចាក់ចេញមកខាងក្រៅហ្នឹងពួកគេក៏បានជួបប្រទះជាមួយនឹងក្រុម alien មួយក្រុមទៀតផងដែរដែលតម្រូវឲ្យ Peter របស់យើងនឹងព្យាយាមជួសជុលអាកាភ្លើងដែលគាត់បានលួចយកមកនោះហើយគាត់ទីបំផុតគាត់ក៏បានជួសជុលកាភ្លើងនោះហើយគាត់អាចប្រើប្រាស់កាភ្លើងនោះបាញ់សម្លាប់ពួក alien ទាំងអស់នោះបានយ៉ាងពិតប្រាកដមែនបន្ទាប់ពីនោះពួកគេក៏បានធ្វើដំណើរចេញមកខាងក្រៅអគារបានដោយជោគជ័យហើយពួកគេនឹងធ្វើដំណើរឆ្ពោះទៅរោងចក្រដែលជារោងចក្ររបស់ Peter របស់យើងធ្វើការដោយសារតែរោងចក្រនោះគឺវាមាន bunker សម្រាប់ឲ្យពួកគេធ្វើការលាក់ខ្លួននិងមានកងទ័ពជំនួយផងដែរហើយតាមផ្លូវដែលពួកគេធ្វើដំណើរនោះគឺពួកគេត្រូវតែធ្វើដំណើរតាមផ្លូវក្រោមដីដោយសារតែពួកគេមិនអាចធ្វើដំណើរតាមផ្លូវខាងលើបានទេព្រោះថាមានយាន alien ជាច្រើនចាំបាញ់ពួកគេទាំងអស់គ្នាហើយនៅពេលដែលពួកគេចុះទៅផ្លូវក្រោមដីបានដោយជោគជ័យបាត់ទៅហើយហ្នឹងក៏ស្រាប់តែមានយាន alien មួយបានហោះមកទីនោះហើយបាញ់រះនៅទីនោះដែលធ្វើឲ្យច្រកផ្លូវចូលហ្នឹងគឺវាផ្ទុះជាខ្លាំងផងដែរហើយដោយសារតែការផ្ទុះមួយនេះហើយទើបធ្វើឲ្យ Alice របស់យើងនឹងគឺត្រូវរងរបួសចំពោះរបស់នាងហើយដោយសារតែរបួសមួយនេះហើយទើបធ្វើឲ្យ Alice នឹងគឺមិនអាចធ្វើដំណើរដើរចាក់ចេញពីទីនោះបានទេហើយភ្លាមនោះក៏Alien មួយដែលបានធ្វើការវាយប្រហារជាមួយពួកគេតាំងពីពួកគេនៅខាងក្នុង apartment នោះក៏បានមកដល់ទីនោះដូចគ្នាហើយវាក៏បានបើកការវាយប្រហារទៅសំណាក់ Peter ប៉ុន្តែ Peter របស់យើងក៏បានតដៃទាន់ហើយនឹងបានដួល Alien ម្នាក់នោះឲ្យដួលម្ដងទៀតហើយនៅពេលដែល Alien មួយនោះវាបានដោះមួកចេញមកហ្នឹងអ្នកនរគ្នាកាពិត alien មួយនោះក៏ជាមនុស្សដូចនឹងពួកគេផងដែរដែលរឿងនេះហើយធ្វើឲ្យ Peter ជាមួយនឹងកូនស្រីរបស់ពួកគេទាំងពីរនាក់ទៀតមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរបន្ទាប់ពីនោះ Peter ក៏បានប្រើប្រាស់ឲ្យ alien មួយនោះដែលជាមនុស្សហ្នឹងយកវត្តមានរបស់ alien របស់យើងហ្នឹងទៅ bunker ដែលជាកន្លែងជំរកសម្រាប់ឲ្យពួកគេធ្វើការលាក់ខ្លួននោះឯងហើយដល់ពេលដែលទៅដល់ហ្នឹងពួកគេក៏បានជួបជាមួយនឹង David ដែលជាអ្នកការពារនិងគ្រប់គ្រងនៅកន្លែងទីនោះផ្ទាល់បន្ទាប់ពីនោះ David ក៏បាននាំយក Peter ហើយនឹង Alice និងកូនស្រីរបស់ពួកគេជាមួយនឹង alien មួយនោះចូលទៅខាងក្នុងដើម្បីព្យាបាល Alice របស់យើងប៉ុន្តែនៅពេលដែលពួកគេចូលទៅកាន់ខាងក្នុងហ្នឹងនៅពេលដែលគេប្រើប្រាស់ឧបករណ៍មួយដើម្បីមើលថាតើពួកគេអាចជួយទៅលើ Alice បានដែរឬអត់ហ្នឹងឧបករណ៍មួយនោះក៏បង្ហាញថាពួកគេគឺមិនអាចជួយទៅលើ Alice បាននោះទេដែលធ្វើឲ្យ Peter ហើយនឹងកូនស្រីរបស់គេហ្នឹងមានការឈឺចាប់ជាខ្លាំងហើយនៅពេលដែលអស់សង្ឃឹមបាត់ទៅហើយហ្នឹងក៏ស្រាប់តែ alien ដែលជាមនុស្សនោះគឺគេនិយាយថាគេអាចនឹងមានសមត្ថភាពដើម្បីជួយវត្តមានរបស់ Alice បានប្រសិនជា Peter របស់យើងហ្នឹងគឺយល់ព្រមឲ្យគេជួយទៅលើខ្លួនហើយដោយសារតែអស់ជំរឿសទៅហើយហ្នឹង Peter របស់យើងក៏បានយល់ព្រមចំពោះសំណើមួយនេះផងដែរហើយគាត់ក៏តម្រូវឲ្យកូនរបស់គាត់ហ្នឹងគឺធ្វើការចាក់ចេញទៅជាមួយនឹង David ចូលទៅខាងក្នុងមុនចំពោះគាត់វិញគឺនៅព្យាបាល Alice ជាមួយនឹង alien ប្រុសម្នាក់នេះហើយនៅពេលដែល alien ប្រុសម្នាក់នោះបានធ្វើការវះពោះរបស់ Alice ហ្នឹងសាច់រឿងក៏បង្ហាញឲ្យយើងដឹងថាការពិត Alice ហ្នឹងគឺជាមនុស្សយន្ត AI ដែលត្រូវបានមនុស្សបង្កើតឡើងតែប៉ុណ្ណោះដោយសារតែពោះរបស់នាងគឺសុទ្ធតែគ្រឿងម៉ាស៊ីននិងបច្ចេកវិទ្យា AI មួយចំនួននៅក្នុងនោះហើយពេលនោះ Peter ក៏បានច្រឡោតជាខ្លាំងទៅលើបរិះ alien ម្នាក់នោះថាតើបានធ្វើអ្វីខ្លះទៅលើប្រពន្ធរបស់គាត់បានជាប្រពន្ធរបស់គាត់ចេញបែបនេះហើយភ្លាមនោះបរិះដែលជា alien នោះគាត់ក៏បាននិយាយដែលជាភាសាដែលយើងបកប្រែថាតើអ្នកឯងមិនទាន់ដឹងទេថាអ្នកឯងគឺជាអ្វីពិតប្រាកដដែលកន្លែងនេះគឺគាត់ចង់និយាយថាការពិតទៅ Peter ជាមួយនឹង Alice របស់យើងនឹងគឺសុទ្ធតែជាមនុស្សយន្ត AI ទេមិនមែនត្រឹមតែពួកគេទាំងពីរនាក់ទេទាំងអស់គ្នាមនុស្សដែលរស់នៅលើផែនដីទាំងអស់នេះណាគឺជាមនុស្សយន្ត AI ទាំងអស់ចំណែកឯមនុស្សពិតហ្នឹងគឺជា alien ដែលបានចុះមកពីខាងលើនោះឯង
ដែលរឿងនេះហើយធ្វើឲ្យ Peter របស់យើងហ្នឹងគឺគាត់ចាប់ដើមអស់សំណើចនឹងមិនយល់តាមមានរឿងអ្វីកើតឡើងចំពោះពួកគេនោះឡើយបន្ទាប់ពីនោះបរិះដែលជា alien នោះក៏បានឲ្យ Peter របស់យើងចាក់ដើមទ្រូងដើម្បីយកអាគ្រឿងម៉ាស៊ីនដែលនៅខាងក្នុងទ្រូងរបស់គេនោះហើយធ្វើការភ្ជាប់ជាមួយនឹង Alice ដើម្បីជួយសង្គ្រោះជីវិតរបស់ Alice ហើយនៅពេលដែលដំបូង Peter របស់យើងចាក់ហ្នឹងគឺគាត់មានគិតថាចាក់ទៅប្រកាសជាឈឺខ្លាំងណាស់ប៉ុន្តែនៅពេលដែលគាត់បានចាក់កាំបិតចូលនៅក្នុងទ្រូងរបស់គាត់ហ្នឹងគឺគាត់មិនមានអាការៈឈឺមានអាការៈអីនោះឡើយដែលនេះបង្ហាញឲ្យយើងដឹងថាកាពិត Peter របស់យើងក៏ជាមនុស្សយន្ត AI មួយក្នុងចំណោមមនុស្សយន្ត AI នៅលើផែនដីទាំងអស់នេះដែរហើយពេលនោះសាច់រឿងក៏បាន flashback ទៅ50ឆ្នាំមុនបង្ហាញអំពីរឿងគ្រប់យ៉ាងទាំងអស់ដែលការពិតទៅ Peter ជាមួយនឹង Alice ហ្នឹងគឺជាមនុស្សយន្ត AI ហើយតាំងពីចំនួននោះមនុស្សរបស់យើងហ្នឹងគឺបានបង្កើតមនុស្សយន្ត AI មកដើម្បីជួយសម្រួលការងារផ្សេងៗរបស់មនុស្សដែលការងាររបស់ពួកគេហ្នឹងមានការងារខាង mechanic ការងារខាងសម្អាតអីអញ្ចឹងទៅដែលរឿងនេះហើយធ្វើឲ្យមនុស្សមួយចំនួនដែលគាត់មានការងារទាំងអស់នេះគឺបាត់បង់ការងាររបស់ពួកគាត់ត្រូវជំនួសដោយមនុស្សយន្ត AI វិញដែលជាហេតុធ្វើឲ្យក្រុមមនុស្សទាំងអស់នោះចាប់ផ្ដើមប្រឆាំងជាមួយនឹងបច្ចេកវិទ្យា AI ហើយក៏មានបកខ្លះហ្នឹងបានបង្កើតកងទាហានរបស់ខ្លួនហ្នឹងធ្វើការកម្ចាត់ពួកមនុស្ស AI ទាំងអស់នោះដើម្បីទទួលបានការងាររបស់ខ្លួនត្រឡប់មកវិញប៉ុន្តែចំពោះមនុស្សយន្ត AI ទាំងអស់នេះដោយសារតែពួកគេមានការគិតដូចនឹងមនុស្សបាត់ទៅហើយដូច្នេះពួកគេក៏បានធ្វើសង្គ្រាមតបទល់ជាមួយនឹងមនុស្សវិញហើយទីបំផុតពួកមនុស្សយន្ត AI ទាំងអស់នោះក៏បានយកឈ្នះទៅលើក្រុមមនុស្សដែលជាមនុស្សពិតហើយក៏បានបណ្ដេញក្រុមមនុស្សពិតទាំងអស់នោះឲ្យចាក់ចេញពីផែនដីហើយក្រុមមនុស្សទាំងអស់នោះក៏បានហោះជិះយានរបស់ខ្លួនហ្នឹងហោះទៅយានធំមួយដែលនៅក្នុងលំហអាកាសនោះហើយរស់នៅក្នុងលំហអាកាសវិញហើយចំពោះផែនដីវិញគឺត្រូវបានគ្រប់គ្រងនិងរស់នៅដោយមនុស្សយន្ត AI តាំងពីចំនួននោះមកចំណែកឯកូនស្រីរបស់Peter ហើយនិង Alice វិញក៏ពិតពួកគេទាំងពីរនាក់ហ្នឹងគឺមិនមែនជាកូនរបស់ពួកគេបង្កើតនោះទេពួកគេបានជួបនៅតាមផ្លូវដែលPeter របស់យើងតែងតែសម័យឃើញរហូតដល់អ្នកនរគ្នាហើយដោយសារតែឃើញអាណិតពេកហ្នឹងទើប Peter និង Alice ហ្នឹងយកមកចិញ្ចឹមហើយមូលហេតុដែលពួកគេមានការចងចាំជាគ្រួសារនោះដោយសារតែពួកគេបានទៅអាមន្ទីរពេទ្យដែលជាមន្ទីរពេទ្យខាងផ្នែកចិត្តសាស្ត្រអ្នកនរគ្នាទៅពួកគេនឹងបុកប្រូក្រាមនឹងលៀងប្រូក្រាមដែលជាអតីតកាលនឹងចោលហើយបុកប្រូក្រាមថ្មីឲ្យធ្វើឲ្យមានការចងចាំដែលពួកគេទាំងអស់គ្នានេះគឺជាគ្រួសារតែមួយមានន័យថាលៀង memory ចាស់ចេញដាក់ memory ថ្មីចូលអញ្ចឹងណាអ្នកនរគ្នាដែលរឿងនេះឲ្យធ្វើឲ្យ Peter របស់យើងហ្នឹងគឺគាត់មិនទាន់លៀងអស់អញ្ចឹងគាត់នៅមានការចងចាំអំពីអតីតកាលហ្នឹងតិចតិចដែលធ្វើឲ្យគាត់ហ្នឹងតែងតែយល់សពអាក្រក់ហើយនឹងមានការសម័យនឹងឯងហើយមិនត្រឹមតែ Peter ហើយនឹង Alice តែប៉ុណ្្នឹងទេគឺគ្រប់មនុស្សយន្ត AI ទាំងអស់ដែលស្ថិតនៅផែនដីហ្នឹងគឺសុទ្ធតែទៅលៀងខួរក្បាលចេញទាំងអស់តែធ្វើឲ្យពួកគេហ្នឹងបាត់ការចងចាំអំពីអតីតកាលហ្នឹងទាំងអស់គ្នាតែម្ដងហើយនៅពេលដែល Peter របស់យើងបានជាក់មកវិញហ្នឹងស្របពេលដែល Alice របស់យើងក៏ត្រូវបានជួយសង្គ្រោះផងដែរហើយពួកគេទាំងពីរនាក់ក៏បានដឹងខ្លួនត្រឡប់មកវិញដូចគ្នាហើយពួកគេក៏បានធ្វើដំណើររត់ចូលទៅខាងក្នុងដើម្បីធ្វើការចាក់ចេញពីទីនោះស្របពេលដែលក្រុមរបស់ David ជាមួយនឹងកូនស្រីរបស់ Peter ហ្នឹងក៏បានចូលទៅដល់ភ្លើងមួយនៅខាងក្រោមដីផងដែរហើយទីបំផុតពួកគេទាំង4នាក់ក៏បានជួបជុំគ្នាជាថ្មីម្ដងទៀតស្របពេលនឹងក្រុមមនុស្ស alien ដែលជាក្រុមមនុស្សរបស់យើងហ្នឹងបានទៅដល់ទីនោះផងដែរហើយពួកគេក៏បានបើកការវាយប្រហារទៅកាន់សំណាក់រថភ្លើងមួយនោះប៉ុន្តែជាសំណាងល្អត្រូវបាន David របស់យើងចេញមកជួយទាន់និងបានឡើងរថភ្លើងចាក់ចេញពីទីនោះយ៉ាងមានសុវត្ថិភាពទាំងអស់គ្នាតែម្ដងហើយនៅពេលដែលចូលទៅដល់រថភ្លើងហ្នឹង Peter របស់យើងក៏បានទៅនិយាយជាមួយនឹង David អំពីរឿងអតីតកាលផងដែរចំពោះ David របស់យើងវិញគឺគាត់បានចងចាំរឿងអតីតកាលទាំងអស់តែម្ដងដោយសារតែគាត់មិនបានលៀងខួរក្បាលរបស់គាត់នោះទេហើយសាច់រឿងក៏បានកាត់បញ្ចប់នៅទីនេះផងដែរស្របពេលនឹងពួកមនុស្សជាមនុស្សយន្ត AI ទាំងអស់នោះបានរត់ភៀសខ្លួនចាក់ចេញពីទីក្រុងបានដោយសុវត្ថិភាពហើយនៅពេលដែលពួកគេចាក់ចេញពីទីក្រុងហ្នឹងសូម្បីតែដាននៃរថភ្លើងរបស់ពួកគេហ្នឹងក៏ត្រូវបានពួកគេហ្នឹងលុបបំបាត់ចោលផងដែរដើម្បីកុំឲ្យមនុស្សហ្នឹងតាមរកពួកគេឃើញម្ដងទៀតអូខេអ្នកនរគ្នាជាចុងក្រោយរឿងរបស់យើងបានចប់នៅចំណុចនេះហើយអញ្ចឹងអរគុណដល់អ្នកនរគ្នាដែលបានតាមដានរឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងជួបគ្នានៅរឿងក្រោយ